ជំរាបសួរក៏សួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នានេះឱកាសពុកម៉ែបងប្អូនទាំងអស់គ្នាបានមកដល់ហើយអ្នកទាំងអស់គ្នាបងប្អូនដែលមានបំណងចង់បើកអាជីវកម្មឬលក់ដូរឬមួយក៏បងប្អូនដែលខ្ជិលធ្វើការអ្នកទាំងអស់គ្នាអាចសាកល្បងមកបើកអាជីវកម្មឬក៏លក់ដូរនៅផ្សារកណ្ដាលនៅក្រុងបរសៃអនុនេះបានព្រោះផ្សារនេះគេតែបើកថ្មីដូច្នេះហើយតូបក៏នៅមានសេសសល់ជាច្រើនទៀតសម្រាប់ទុកឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាសាកល្បងអាជីវកម្មនឹងការលក់ដូរនៅក្នុងផ្សារនេះផងដែរហើយផ្សារនេះទៀតគឺមានទីធ្លាធំទូលាយហើយនិយាយពីគេរៀបចំបានស្អាតណាស់ពុកម៉ែបងប្អូនទាំងអស់គ្នានេះកន្លែងនេះគឺពុកម៉ែបងប្អូនអាចមកយកពងមាន់ free បានអ្នកទាំងអស់គ្នាគឺកន្លែងគេឲ្យយើង like page share page គេចឹងណាហើយថតtape ជាមួយpage គេទៅ selfie ទៅហើយយើងអាចបានពងមាន់ free ហើយកន្លែងនេះទៀតសោតគឺគេលក់ដូចជាដើមលុយដើមអីចឹងណាអ្នកទាំងអស់គ្នានេះគឺមានដើមឈើគ្រប់ប្រភេទចឹងដើមលុយដើមស្អីអ្នកទាំងអស់គ្នាហើយនិយាយពីតូបវិញគឺតូបនៅសល់នេះ128 127អីគឺនៅទាំងអស់126អ្នកទាំងអស់គ្នាចឹងហើយពុកម៉ែបងប្អូនឬក៏អ្នកទាំងអស់គ្នាដែលខ្ជិលធ្វើការឲ្យគេណាហត់នឿយនឹងការធ្វើការឲ្យគេអាចមកលក់ដូរនៅកន្លែងនេះបានអ្នកទាំងអស់គ្នាព្រោះតូបនៅសល់ច្រើនណាស់ហ្នឹងហើយអ្នកទាំងអស់គ្នាហើយទីធ្លាហ្នឹងធំទូលាយទៀតហើយផ្នែកខាងមុខនេះទៀតសោតគឺគេមានលក់ជាភេសជ្ជៈគ្រឿងកំប៉ុងអីនេះគឺជាបន្លែតឡាចស្រស់ពុកម៉ែបងប្អូនទាំងអស់គ្នាធម្មជាតិសុទ្ធសាធតែម្ដងអញ្ចឹងហើយពុកម៉ែបងប្អូនដែលនៅធ្វើការកាស៊ីណូក្បែរផ្សារកណ្ដាលហ្នឹងអាចអញ្ជើញសាកមកទិញបន្លែស្រស់នេះបានអ្នកទាំងអស់គ្នាហើយអត់ទៅឆ្ងាយទៀតអ្នកទាំងអស់គ្នាព្រោះផ្សារកណ្ដាលហ្នឹងនៅជាប់នឹងកាស៊ីណូនឹងតែម្ដង